សួស្តីអ្នកទាំងអស់គ្នា Welcome back to Snow IU Vlog Part 2 បន្ទាប់ពី Part 1 ហើយយើងញ៉ាំអីហើយគឺពួកយើងបានធ្វើដំណើរមកដល់ Garden គេមួយកន្លែងហើយ Garden ហ្នឹងគឺ our first time ដូចគ្នាអ្នកទាំងអស់គ្នាគឺពួកយើងបាន search មើល Google គេ rate ឲ្យច្រើនចឹងទៅក៏ពួកយើងមកសាកដែរចឹងណាអ្នកទាំងអស់គ្នាហើយអូខេឥឡូវខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលខាងក្នុងថាមានអ្វីខ្លះនិយាយទៅអ្នកទាំងអស់គ្នាថ្ងៃដែលពួកខ្ញុំដើរលេងហ្នឹងគឺប៉ះចំថ្ងៃគេ weekday អញ្ចឹងទៅអត់សូវមានមនុស្សទេហើយបើតាមអារម្មណ៍របស់ខ្ញុំពេលដែលពួកយើងដើរលេងតាមកន្លែងថតរូបមានផ្កាមានអីចឹងបើមនុស្សច្រើនក៏រៀងពិបាកថតរូបដែរអ្នកទាំងអស់គ្នាអញ្ចឹងប៉ះចំថ្ងៃហ្នឹងអត់សូវមានមនុស្សមិនអត់សូវមានមនុស្សទេគឺមានតែពួកខ្ញុំហ្មងហើយណាមួយរៀងម៉ោងពេលល្ងាចដែរអញ្ចឹងទៅគេចិត្តបិទផងក៏អត់សូវមានអ្នកមកបន្តទៀតដែរអញ្ចឹងទៅក៏ពួកយើងស្រួលថតជាមួយនឹងវីដេអូបង្ហាញអ្នកទាំងអស់គ្នាច្បាស់អត់បញ្ញាប់អញ្ចឹងណាហើយពេលដែលយើងចូលមើលកន្លែងគេហ្នឹងគឺពួកយើងត្រូវបង់លុយឲ្យគេម្នាក់$15និយាយទៅកន្លែងគេមានលក់លែកគ្រឿងអនុស្សាវរីយ៍យើងយកទៅតាំងផ្ទះអីចឹងណាអ្នកទាំងគ្នាហើយមានលក់បាយជើងមានលក់អ្វីច្រើនដែរចឹងណានេះគឺខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលជាមួយនៅខាងក្នុងហ្នឹងហើយអ្នកទាំងអស់គ្នាកុំច្រឡំណានៅខាងក្នុងហ្នឹងមិនមែនផ្លែឈើពិតប្រាកដទេគឺសិតតែជារូបខ្លែងខ្លាយទេប៉ុន្តែគេធ្វើមកឡើងដូចមែនទែនហ្មងនេះផ្លូវយើងចូលទៅក្នុងបន្តទៀតអ្នកទាំងអស់គ្នាហើយនៅជុំវិញហ្នឹងគឺសម្បូរទៅដោយដើមឈើរុក្ខជាតិទូចហើយនិយាយទៅអ្នកដែលគាត់ចូលចិត្តរបៀបផ្កាអីចឹងណាអ្នកទាំងអស់គ្នាខ្ញុំ high recommend ហ្មងហើយចំពោះខ្ញុំគ្រាន់តែទៅខ្ញុំមានអារម្មណ៍ថា new experience ហ្មងធ្វើឲ្យអារម្មណ៍យើងប្លែកដោយរបៀបថាយើងបានទៅកន្លែងមួយ feel like princess ហ្មងអ្នកទាំងអស់គ្នាមុខសើចនឹងសើចដូចគេចាប់បង្កំដោយសារតែថតវីដេអូអត់ត្រូវទេអ្នកនរគ្នាអត់ត្រូវរហូតពេលហ្នឹងបាទនេះគឺជាវីដេអូដែលយើងចម្រាញ់យកថាអូខេគូដែរអញ្ចឹងក៏យកមកដាក់ទៅហើយខ្ញុំមិនសូវបង្ហាញមនុស្សទេខ្ញុំ focus ទៅលើទេសភាព
ដើម្បីឲ្យអ្នកទាំងអស់គ្នាបានរីករាយនឹងមើលជាមួយនឹងធម្មជាតិមួយខ្ញុំដែរអញ្ចឹងណានិយាយទៅអ្នកទាំងអស់គ្នាជីវិតនៅអូស្ត្រាលីគឺពួកខ្ញុំត្រូវធ្វើការមួយអាទិត្យ5ទៅ6ថ្ងៃហើយពួកខ្ញុំកម្រមានពេលទេអស់ថ្ងៃដូចគ្នាព្រោះការងារពួកយើងអត់ដូចគ្នាហើយឃើញមុខខ្ញុំអញ្ញឹមហ្នឹងដោយសារសប្បាយចិត្តដោយសារពេលបានដើរលេងម្ដងសប្បាយមែនទែនហ្មងអ្នកទាំងអស់គ្នាហើយមានអារម្មណ៍ថានៅក្នុង garden ហ្នឹងគេធ្វើបែបដូចប្រទេសជប៉ុនណាអ្នកទាំងអស់គ្នាហើយបែបកាត់ជប៉ុនបន្តិចកាត់ដូចអាស៊ីបន្តិចដូចអឺរ៉ុបបន្តិចអ្នកទាំងអស់គ្នាពេលមើលទៅអ្នកទាំងអស់គ្នានឹងមានអារម្មណ៍ដូចខ្ញុំដែរការពួកខ្ញុំទៅចូលកន្លែង garden ហ្នឹងយើងដើរបានប្រហែល1ម៉ោងជាងអ្នកនរគ្នានៅហ្នឹងដូចជាម៉ោង5ជាង6គេបិទហើយពួកខ្ញុំជាសំណាងពេលហ្នឹងបានថតច្រើនកន្លែងនិយាយទៅថតអស់ដែរអ្នកនរគ្នាខ្ញុំគិតថាពួកខ្ញុំទៅហ្នឹងគឺពួកខ្ញុំថតអស់កន្លែងហ្មងឲ្យអ្នកនរគ្នាបានមើលហើយនៅហ្នឹងគឺមានជាមួយនឹងផ្កា lavender ទៀតអ្នកនរគ្នាប៉ុន្តែដូចអត់ហ៊ីកអ្នកនរគ្នាអត់សូវស្អាតទេប៉ុន្តែនៅកន្លែងផ្សេងគឺស្អាតមែនទែនហើយនៅហ្នឹងបើខ្ញុំឲ្យ rate គឺ80%សម្រាប់អ្នកទាំងអស់គ្នាដែលពួកគាត់អត់ទាន់បានទៅអ្នកទាំងអស់គ្នាអាចទៅបានទៅសាកជាមួយនឹងអារម្មណ៍ហ្នឹងណាគឺ good feeling ហ្មងអ្នកទាំងអស់គ្នាថ្ងៃដែលពួកខ្ញុំបានដើរលេងហ្នឹងខ្ញុំអត់ចាប់អារម្មណ៍ថាមានព្រះអាទិត្យផងព្រះខែផងខ្ញុំអត់ដឹងថាព្រះខែឬព្រះច័ន្ទទេប៉ុន្តែពេលដែលខ្ញុំយកវីដេអូមកកាត់បានចាប់អារម្មណ៍ដឹងអញ្ចឹងណានៅខាងក្នុងហ្នឹងគឺមានគេដាំជាមួយនឹងផ្លែឈើខ្លះដែរអ្នកទាំងអស់គ្នាហើយផ្លែឈើខ្លះខ្ញុំស្គាល់ផ្លែឈើខ្លះក៏ខ្ញុំអត់ស្គាល់ដែរប៉ុន្តែគេដាក់អក្សរជាមួយនឹងអក្សរអង់គ្លេសនៅក្នុងហ្នឹងហើយកន្លែងនេះប្លែកអ្នកទាំងអស់គ្នាពេលថតនៅហ្នឹងគឺឃើញស្អាតហ្មងអ្នកទាំងអស់គ្នាមុខអញ្ញឹមហ្នឹងក៏ដោយសារតាសប្បាយចិត្តពេលបានគេនាំដើរលេងចឹងណាហើយពួកយើងមុននឹងទៅផ្ទះវិញពួកយើងនាំគ្នាទៅថតនៅមួយកន្លែងទៀតដល់ហើយកន្លែងហ្នឹងកន្លែងដែលពួកយើង show ពីដំបូងប៉ុន្តែអត់បានថតលម្អិតថាមានផ្កាអ្វីខ្លះចឹងណានេះកន្លែងនេះគឺស្អាតមែនទែនហ្មងអ្នកទាំងអស់គ្នាអូយខ្ញុំឡើង feeling like in love ហ្មងណា
ហើយផ្កាពណ៌សនេះឡើងស្អាតមែនទែនហ្មងហើយមានផ្កាច្រើនទៀតដែលប្លែកដែលខ្ញុំអត់ស្គាល់ឈ្មោះទេប៉ុន្តែខ្ញុំបង្ហាញអ្នកទាំងអស់គ្នាហ្នឹងអ្នកណាខ្លះបានស្គាល់ផ្កាហ្នឹងជាផ្កាអ្វីខ្លះអ្នកទាំងអស់គ្នាអាចcomment នៅខាងក្រោមវីដេអូហ្នឹងបាន ឥឡូវនេះពួកយើងបាននាំគ្នាចេញមកក្រៅវិញហើយអ្នកនរគ្នាប៉ុន្តែនៅខាងក្រៅហ្នឹងក៏គេមានកន្លែងដូចលក់ជាមួយនឹងដំណាំផ្កាផ្សេងដែលយើងអាចទិញយកទៅដាំនៅផ្ទះបានណាហើយគេលក់ឧបករណ៍សម្រាប់ដាំដុះផ្កាអីចឹងណាអ្នកនរគ្នាហើយមានកន្លែងអង្គុយលេងមានកន្លែងដូចជាលក់កាហ្វេលក់អីនៅហ្នឹងមាន toilet មានអីធំធៅនិយាយទៅស្អាតបោះគេហ្មងអ្នកនរគ្នា អូខេអ្នកទាំងអស់គ្នាឥឡូវវីដេអូខ្ញុំបានមកដល់ទីបញ្ចប់ហើយអរគុណសម្រាប់ការតាមដានពីដើមរហូតដល់ចប់បើសិនជាមានកន្លែងណាខុសឆ្គងក៏សូមអធិស្ឋានផងអ្នកទាំងអស់គ្នាហើយសង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នាជាមួយនឹងវីដេអូថ្មីបន្តទៀត Goodbye guys love you from Snow you